តាពុកម៉ែបងប្អូនផ្សំចំណីមន់ទាំងអស់គ្នាពុកម៉ែបងប្អូនយើងមានទី1យើងមានកញ្ចុងទី2យើងមានកតុទី3យើងមានចំណីសម្រាប់ពុកម៉ែបងប្អូនចំណីកូនមន់ណាចំណីមន់តូចបងប្អូនចឹងដាក់មកល្មមរួចហើយយើងថែមវីតាមីនលាយចូលសម្រាប់ឲ្យវាធំច្បាច់ឲ្យវាសពចូលគ្នាហើយចាំយកទៅដាក់ថែមនឹងទឹកតិចៗបងប្អូននេះឥឡូវរោយនឹងទឹកតិចៗនេះច្បាច់ចូលគ្នាឲ្យសពចាំយើងដាក់នឹងតាក់ជាមួយនឹងតាក់បងប្អូនសម្រាប់មន់តូចនេះយើងចាប់ផ្ដើមដាក់លាយជាមួយនឹងទឹកច្បាច់ឲ្យវារៀងប៉ុនឲ្យវាបែកកុំឲ្យកូនមន់ស៊ីទៅឲ្យវាលលាយក្នុងលីកែដល់ពេលអញ្ចឹងទេវាស្អិតនៅជាប់នៅនឹងពងកវានឹងវារលាយទេបងប្អូនដោយសារចំណីមន់នេះវារៀងក្តៅដែរអញ្ចឹងយើងស៊ីបានពេលល្ងាចបងប្អូនឲ្យស៊ីពេលល្ងាចល្អកូនមន់ណានេះកន្ត្រាឲ្យស៊ីដណ្ដើមគ្នាញ៉ៃបងប្អូនហើយនេះសឹកស្អាតទេកូនមន់សិតពណ៌ខ្មៅទាំងអស់ខ្មៅសតបងប្អូនហើយល្អបងប្អូនហើយដាក់វ៉ាក់សាំងបាន2ដងនៅម្ដងទៀតបងប្អូន3ដងបានដាច់វ៉ាក់សាំងកូនមន់តូចដែរបងប្អូននឹងហើយវីដេអូចែករំលែករបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាគុណច្រើនហើយចាំតាមដាននៅវីដេអូក្រោយទៀតខ្ញុំនឹងធ្វើចែករំលែកពីវិធីសាស្ត្រចិញ្ចឹមមន់ពុកម៉ែបងប្អូននឹងហើយបាយបាយទាំងអស់គ្នាបងប្អូនHadi.